នេះតារាងបងប៉ែមីតារាងបងប៉ែមីគាត់ឆ្នៃបែបនេះតំណងហ្នឹងឃើញទេនេះកលេរបស់ខាងខ្ញុំតាមអូខេអានតិចរត់តឹងសាតរត់ប៉ុណ្ណឹងមិនអេមចេះឆ្នៃរោនឃើញទីឡើងភ្លឹងរបស់គាត់តែនេះវាទាញនេះពេកនេះទាញវាធំនេះមកទាញធំនេះបានហើយទាញអញ្ចឹងឆាប់ដាច់អានេះដាច់អាហ្នឹងអានោះគួរតែហិតស្មើហិតចឹងបាទអូខេអានេះវាលេរបស់ម៉ែអញ្ចឹងតែគាត់ទៅសាយវាធំកាបវានោះខាងលើកាបវាបកផ្លាកខ្ញុំចោលបាត់បងផាមីអូខេបាទមុនហ្នឹងជាវលេរបស់ខ្មែរហើយឥឡូវនេះគឺជាវលេរបស់ថៃវលេរបស់ថៃលេខកូដវា115ហ្នឹងថៃលេខ1គេណាតែគាត់នៅវាមានច្រើនប្រភេទទេវាមិនមែនមានតែប៉ុណ្្នឹងទេតែតកតងនឹងតម្លៃវានិយាយរួមទៅវាខុសត្រូវគ្នាតិចតួចជាមួយនឹងវលេរបស់ខ្មែរវលេរបស់ខ្មែរវាថ្លៃជាងហើយគុណភាពវាមើលទៅវាខុសគ្នាអញ្ចឹងណាអញ្ចឹងសម្រាប់គុណភាពហើយនឹងប្រភេទតសៃប្រភេទកាបឯងបងប្អូនអាច compare គ្នាបាននៅក្នុងវីដេអូនេះខាងដើមគឺជាវលេរបស់ខ្មែរហើយខាងកំពុងតែថតនេះគឺជាវលេរបស់ថៃអញ្ចឹងណាហើយមួយទៀតបងប្អូនឃើញរូបភាពហ្នឹងបងប្អូនឆ្ងល់ហេតុអីបានគាត់ចងនេះណោងច្រើនណាស់គាត់ដាំមកគោកដាអញ្ចឹងហើយគាត់ហាត់កាបទី1គឺកុំឲ្យវាយកដែកគេហៅតសវលេហ្នឹងណាអញ្ចឹងបើសិនតែក្នុងករណីបងប្អូនអត់ដាក់បែបហ្នឹងទេវាធ្វើឲ្យកោងដែកតសវលេហ្នឹងហើយខ្ញុំរកcommentឲ្យធ្វើដូចគាត់ហ្នឹងហើយបើអាចធ្វើស្អាតជាងហ្នឹងក៏ល្អដែរកុំឲ្យវាអាចប៉ះ